ស្ដីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមានបងប្រុសនៅខាងកំពង់សោមគាត់បានផ្ញើប្រភេទកង់អគុយមួយគ្រឿងបាទយកមកឲ្យខ្ញុំឆែកមើលហើយនឹងតើមានបញ្ហាអីបាទដើមឡើយកង់គាត់គឺវិលកង់បាទកាច់សោគឺវិលធម្មតាបងប្អូនគាត់គ្រាន់តែវាយឺតបាទងុំមួយប្រកបតែវាយឺតបាទអញ្ចឹងខ្ញុំវាស់បតមើលទៅវាខ្សោយបាទខ្សោយបតហើយចំពោះកុងទ័រគោអត់ដើរទៀតបាទអត់ដើរទេអញ្ចឹងសម្រាប់ដៃហ្វ្រាំងនេះគោយកដៃអីកង់យកមកដាក់អញ្ចឹងត្រូវធ្វើមកស្អាតឲ្យគាត់បាទដាក់ឡើងវិញហើយចាប់ហ្វ្រាំងចាប់អីឡើងវិញអញ្ចឹងណាបាទហើយកង់នេះតាមពិតខ្ញុំឲ្យគាត់ចាបតចាស់ដើម្បីឲ្យគាត់យកដាក់ខ្លួនឯងប៉ុន្តែគាត់អត់ទុកចិត្តខ្លាចដាក់ឲ្យវាមានបញ្ហាផ្សេងទៀតចឹងណាបងប្អូនបាទហើយមួយគាត់ផ្ញើមកដើម្បីឲ្យសេរីអានេះគាត់លងហើយអញ្ចឹងឲ្យសេរីវាយណារឹតឲ្យតឹងអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះមិនមានអីច្រើនទេគ្រាន់តែបញ្ជាក់ថាបងប្រុសនៅខាងខេត្តកំពង់សោមគាត់បានផ្ញើប្រភេទកង់អគុយមួយគ្រឿងយកមកឲ្យខ្ញុំជួសជុលបាទអាការៈវាដើមឡើយគឺវាខ្សោយបតបាទ1 gram មកកប់ហើយវានៅយឺតអញ្ចឹងណាបាទហើយចំពោះអគុយនៅអគុយវាគឺ50%ទេបាទសម្រាប់អគុយអញ្ចឹងវាអត់មានថារបស់ប្រើហើយវាមិនមែនលក្ខណៈបាន100%ទេសម្រាប់ការកាន់ភ្លើងទៅបាន50%ឥឡូវខ្ញុំពុះតែសាកបាទសាកអេបញ្ចូលដើម្បីធ្វើតេស្តតើមកពេញហ្នឹងវារត់បានប៉ុណ្ណាបាទឥឡូវមិនមានអីច្រើនឥឡូវចាំទស្សនារបស់គ្នានៅពេលខ្ញុំដូរបតចេះតើវាប្រួយទៅប៉ុណ្ណាអរគុណច្រើនស្ដីបងប្អូនអរគ្នាបាទប្រភេទកង់បងគាត់ផ្ញើមកពីកំពង់សោមបាទប្រភេទកង់នេះគឺខូចបតបាទអញ្ចឹងខ្ញុំដូរបតថ្មីហើយអានេះបតចាស់មកគាត់ក៏ដោយផ្ញើទៅវិញបាទហើយបន្ទាប់មកដូរដៃហ្វ្រាំងគាត់មកចំហៀងបាទហើយអញ្ចឹងវាអត់មានបញ្ហាទេបាទម៉ូទ័រនេះក៏អត់មានបញ្ហាដែរវាខ្សោយបតបាទហើយល្បឿនវាគឺគាត់ថាបតចាស់វាបានដល់10ទេប៉ុន្តែដល់ពេលបតថ្មីនេះគឺបាន40បាទបាន44ក្នុង1ម៉ោងអញ្ចឹងសម្រាប់បងប្អូនដែលតម្រូវការកូនកង់អគុយឬក៏នៅតាមបណ្ដាខេត្តបងប្អូនអាចតាក់ទងខ្ញុំបានបាទខ្ញុំធ្វើដល់ជូនបងប្អូនហើយផ្ញើគឺបញ្ចុះតម្លៃជូនបងប្អូនទេបាទហើយគាត់ផ្ញើមកនេះបាទតាំងសេវាទាំងអីអស់តែ$32ទេបាទអញ្ចឹងបងប្អូនប្រហែលជាស្ដាប់អត់ច្រឡំហើយកុំមើលអត់ច្រឡំណានេះវាកាយបាត់របស់គាត់បាទបងប្អូនអាចទេទៅគាត់បានបាទអញ្ចឹងតាំងសេវាបាទអស់តែ$32ទេអញ្ចឹងដោយសារតែយើងយកតម្លៃពិសេសសម្រាប់បងប្អូនតាមបណ្ដាខេត្តហើយប្រកបទៅដោយគុណភាពខ្ពស់បាទអញ្ចឹងសម្រាប់ធ្នូបាទបងប្អូនមិនបាច់ថាតិចជាងអារបស់គេចាស់នៅល្អជួសជុលទៅដើរឡើងវិញថាដូររបស់ថ្មីតាមពិតអត់ទេបងប្អូនណាបាទសម្រាប់ហាងខ្ញុំនេះគឺរបស់ថ្មីខ្ញុំដូរឲ្យគាត់ហើយខ្ញុំដាក់របស់ចាស់យកទៅឲ្យគាត់វិញបាទអញ្ចឹងវីដេអូនេះខ្ញុំមិនមានអីច្រើនទេគ្រាន់ជាការចែកម្លែកបាទជូនបងប្អូនតែប៉ុណ្ណោះហើយបើសិនជាបងប្អូនមានអាការៈដូចបងប្រុសនៅខាងកំពង់សោមនេះបងប្អូនអាចតាក់ទងតាម Telegram បានខ្ញុំនឹងបង្ហាត់ឬក៏បង្រៀនបងប្អូនរបៀបនៃការជួសជុលហើយបើជួសជុលអស់លទ្ធភាពហើយបងប្អូននឹងផ្ញើមកឲ្យខ្ញុំទៅខ្ញុំនឹងធ្វើការជួសជុលម្ដងបាទជូនបងប្អូនហើយចំពោះតម្លៃដោយបងប្អូនបានមើលនៅក្នុងវិក័យប័ណ្ណអញ្ចឹងបាទគឺតម្លៃអត់ថ្លៃទេបងប្អូនតិចច្រឡំថាយកមកតិចអស់$50 $60អីគឺអត់ទេបងប្អូនណាអត់ថាជាង$30ទេដោយសារតែអគុយគាត់គឺនៅប្រើបានបាទខណៈប្រើបានគឺប្រើបានហើយសម្រាប់ហាងខ្ញុំគឺខ្ញុំអត់មាននិយាយកុហកអតិថិជនទេហើយខ្ញុំក៏អរគុណសម្រាប់បងប្អូនជនរួមជាតិខ្មែរទាំងអស់បាទអានេះអាឡុងអាលាក់នេះបាទខ្ញុំជួយជួសជុលដាក់កាយគាត់អត់យកលុយពីគាត់មកកាក់ប្រភេទទេបាទនេះអាឡុងអាលាក់ទៀតប៉ុន្តែខ្ញុំជួយជួសជុលគាត់ឡើងមើងបាទអញ្ចឹងបងអរគុណច្រើនសម្រាប់បងប្អូនដែលជនរួមជាតិទាំងអស់បាទសប្តាហ៍ថ្ងៃនេះខ្ញុំក៏អរគុណសម្រាប់បងប្អូនដែលបានមើលchannel YouTube ខ្ញុំហើយការធ្វើដូចជាការលក់
ហើយនឹងការជួសជុលគឺយើងជួសជុលដោយយកចិត្តទុកដាក់ទាំងអស់មិនថាតាមបងប្អូនមកដល់ហាងក្តីឬក៏តាមបណ្ដាខេត្តក្តីគឺយើងជួយចិត្តទុកដាក់មែនតែនសម្រាប់នៃការជួសជុលបាទហើយសម្រាប់អីវ៉ាន់យើងផ្ញើទៅឲ្យគាត់វិញនៅពេលដែលរបស់ខូចគឺផ្ញើទៅឲ្យគាត់បាទអត់ស៊ីគ្រឿងស្អីទេបាទបងប្អូនកុំច្រឡំបាទសម្រាប់ហាងយើងខ្ញុំហើយក៏ខ្ញុំសូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ជឿទុកចិត្តហើយគ្រប់គ្រងមកលើហាងយើងខ្ញុំផងដែរបាទអញ្ចឹងវីដេអូនេះខ្ញុំមិនមានអីច្រើនទេគ្រាន់តែការចែកម្លែកបាទគាត់ផ្ញើមកដល់ថ្ងៃមិញឥឡូវខ្ញុំរៀបចំបិទស្គុតរុំកន្លែងណាដែលគួររុំយើងរុំឲ្យគាត់ហើយយើងផ្ញើទៅឥឡូវនេះហើយបាទល្ងាចនេះផ្ញើទៅឲ្យគាត់ស្អែកគាត់ទទួលបានអីវ៉ាន់បាទអរគុណច្រើនសម្រាប់បងប្អូនទស្សនាទាំងអស់គ្នាបាទអរគុណបាយបាយ